Bác sĩ đây ngày đang dương miền iPhone X hay năng XS Max vì đã thách chẳng nhiều còn do mà vừa cả chúa chố đâm bay dương ốt nơi của chọn thách thayនេះគឺជារបៀបនៃការបក frame ហើយនឹងរបៀបយកស្ទាប់ថាច់ដែលវាខូចវាដំណើរការហ្នឹងយើងត្រូវជាវាចេញដើម្បីយកចំនួនមកនៅថាច់ថ្មីវិញអញ្ចឹងមុននឹងយើងអ៊ុតថាច់យើងត្រូវតែជាវាឲ្យស្អាតហើយយើងតេស្តមើលថាវាមានឆ្នូតមានអីអត់អញ្ចឹងយើងសម្អាតតេស្តវាមើលឲ្យអស់ហើយបានយើងយកកញ្ចក់ថាច់ហ្នឹងទៅអ៊ុតអញ្ចឹងក្នុងវីដេអូនេះខ្ញុំជាកញ្ចក់ម្ដង2សម្អាតម្ដង2អ៊ុតម្ដង2ហ្មងព្រោះឥឡូវខ្ញុំកំពុងសម្អាតកាវ OCA ដែលនៅលើស្ទាប់អេក្រង់របស់ iPhone XS Max យើងកំពុងតែលមូកាវវានឹងចេញហ្នឹងដើម្បីយើងតេស្តមើលឲ្យថាអេក្រង់ហ្នឹងវាមានឆ្នូតមានអីអត់ចឹងណាដល់ពេលយើងតេស្តឲ្យឃើញថាអេក្រង់នេះវាដំណើរការធម្មតាយើងនៅតែត្រៀមអ៊ុតតែថាច់ចូលបានហើយអញ្ចឹងយើងអ៊ុតតែថាច់មួយទៀតទៅរួចរាល់ហើយបន្ទាប់មកខ្ញុំតេស្តឃើញថាស្អាតហើយខ្ញុំចាប់ផ្ដើមបក frame iPhone X មួយទៀតអញ្ចឹងខ្ញុំចាប់ផ្ដើមបកវាខ្ញុំកាត់ frame វាអញ្ចឹងខ្ញុំជាដូចតែXS Max មិនដែរទេអញ្ចឹងយើងជាឲ្យអីហើយយើងតេស្តមើលថាអេក្រង់ស្អាតឬក៏មិនស្អាតឬក៏ឆ្នូតឬក៏ជាំអញ្ចឹងយើងឃើញតេស្តថាស្អាតហើយអស់ហើយយើងត្រៀមនៅកញ្ចក់ថាច់2ហើយដែលខ្ញុំកាន់ហ្នឹងវាមាន XS Max 1និង X1 អញ្ចឹងនេះគឺជាកញ្ចក់ថាច់របស់វាអញ្ចឹងមុននឹងយើងយកទៅអ៊ុតគឺយើងត្រូវជូតសម្អាតរាល់ធូលីដីដែលវាមាននៅលើកញ្ចក់ហ្នឹងយើងជូតស្អាតបន្ទាប់មកពេលដែលយើងអ៊ុតចូលរួចរាល់ហើយយើងយកអេក្រង់ទាំងពីរស្លឹកហ្នឹងយកទៅដេញពពុះវាចេញដើម្បីឲ្យកាវ OCA វាហ្នឹងវាកុំឲ្យមានពពុះឬកុំឲ្យវាចេញកន្ទុអុចអញ្ចឹងយើងបឺតឲ្យស្អាតហើយបន្ទាប់មកយើងធ្វើការវាយ frame អញ្ចឹងពេលដែលយើងវាយ frame គឺយើងវាយជាមួយនឹងកាវញីឈ្មោះហើយប្រើនៅម៉ាស៊ីន clip សកត់អញ្ចឹងបងប្អូនរាល់ការប្រើប្រាស់គឺបានយូរអត់ងាយហើប frame អត់ងាយបញ្ហាចូលដីចូលអីចឹងអញ្ចឹងបើបងប្អូនមានបញ្ហាតាក់ទងនឹងអេក្រង់ iPhone Samsung ដែលមានបញ្ហាបែកកញ្ចក់ថាច់ឬក៏អត់ដើរថាច់បងប្អូនអាចធ្វើការយកមកជួសជុលនៅខាងហាងម៉ាណាម Fix ដែលមានទីតាំងនៅក្រៅសាលាសង្កាត់ស្ទឹងជ័យ2ចឹងបន្ទាប់មកពេលដែលយើងគ្រីបវាហើយដល់ចំនួននាទីវាលោតឡើងមកវិញយើងចាប់ផ្ដើមយកអេក្រង់ហ្នឹងទៅតេស្តម្ដងទៀតថាអេក្រង់ហ្នឹងមានឆ្នូតអត់បើឆ្នូតគឺអស់លុយហើយបើអត់ឆ្នូតគឺយើងបានលុយហើយឥឡូវយើងឃើញថាយើងតេស្តមកឃើញថាទូរស័ព្ទនេះដើរថាច់ស្អាតហើយអស់ហើយអ៊ុតក៏ស្អាតហើយបាញ់យើងអុក frame ក៏បែបគេហៅថាបែបស្តង់ដារដែរ